សួស្តីអ្នកគ្នាបាទជួបជាមួយខ្ញុំម្ដងទៀតហើយທາງ0ថ្ងៃនេះគឺខ្ញុំនឹងមកប្រាប់អ្នកគ្នាពីរបៀបធ្វើឲ្យផ្ទាំងអេក្រង់យើងរៀងតប៉ែតចឹងអ្នកគ្នាហើយការធ្វើនេះគឺអ្នកប្រេស៊ីលអ្នកបាញ់ក្បាលហ្នឹងគឺចូលចិត្តធ្វើខ្លាំងមែនតើអញ្ចឹងបើអ្នកគ្នាចង់ធ្វើដូចគេអញ្ចឹងអ្នកគ្នាអាចទស្សនាវីដេអូខ្ញុំបានព្រោះខ្ញុំក៏មានបង្រៀនដែរអ្នកគ្នាឥឡូវយើងចូលទៅវីដេអូបង្រៀនយើងទាំងអស់គ្នាបាទអូខេការធ្វើនេះគឺមិនចាំបាច់ប្រើកម្មវិធីអីទេគឺយើងប្រើ setting ក្នុងទូរស័ព្ទយើងផ្ទាល់តែម្ដងបាទហើយអ្នកគ្នាគ្រាន់តែចុចចូល setting ឬខ្មែរការកំណត់នឹងមកអូខេតបមកអ្នកគ្នាអូសទៅខាងក្រោមរកពាក្យថាអំពីឧបករណ៍នេះអញ្ចឹងអ្នកគ្នាចុចលើវាមួយហើយអូសមកក្រោមដើររកពាក្យថាកំណែនេះទូរស័ព្ទផ្សេងវាមិនអាចមានដូចខ្ញុំទេឬចេញផ្ទាំងផ្សេងអញ្ចឹងទៅអ្នកគ្នាអាចដើររកខ្លួនឯងទៅបាទហើយអ្នកគ្នាចុចលេខកំណែបង្កើតនេះអ្នកគ្នាចុច6 7ដងទៅបន្ទាប់មកអ្នកគ្នាចុចចេញមកវិញហើយអ្នកគ្នាចុចពាក្យថាការកំណត់ប្រព័ន្ធហើយអ្នកគ្នាអូសដើររកពាក្យថាជំរឿននៃអភិវឌ្ឍអញ្ចឹងទូរស័ព្ទខ្លះវានៅកណ្ដាលក្រោមលើដូចខ្ញុំអញ្ចឹងខ្ញុំនៅក្រោមបាទអញ្ចឹងអ្នកគ្នាគ្រាន់ចុចលើវាមួយមកហើយអ្នកគ្នាអូសទៅខាងក្រោមអូខេហើយអ្នកគ្នាដើររកពាក្យថាបង្ហាញកន្លែងកាត់ចេញអញ្ចឹងអ្នកគ្នាចុចចូលវាមួយមកហើយអ្នកគ្នាដាក់តាមខ្ញុំនេះមុនដំបូងវានៅលើនេះលំនាំដើមឧបករណ៍នេះអញ្ចឹងអ្នកគ្នាមកដាក់ហ្គេមកោងនេះមកអ្នកគ្នាបាទហើយពេលអ្នកគ្នាដាក់លេងហ្នឹងហើយអ្នកគ្នាចុចចេញវិញមកអ្នកគ្នាអូសទៅខាងលើរកពាក្យថាការបង្ហាញនិងពន្លឺនេះអ្នកគ្នាចុចចូលមកបាទហើយអ្នកគ្នារកពាក្យថាការបង្ហាញអេក្រង់អ្នកគ្នាចុចចូលនឹងមួយមកហើយអ្នកគ្នាចុចការបង្ហាញកាមេរ៉ាមុខកម្មវិធីនេះអញ្ចឹងអ្នកគ្នាចុចចូលមកហើយអ្នកគ្នារងចាំផ្លេតនេះអញ្ចឹងអ្នកគ្នាដើររក Free Fire ទៅហើយចុចលើវាមុនដំបូងវានៅសម្របដោយស្វ័យប្រវត្តិនេះអញ្ចឹងអ្នកគ្នាដកពីអានឹងចេញយកមកដាក់កន្លែងនេះមកនេះមុនដំបូងវានៅហ្នឹងហើយអ្នកគ្នាយកមកដាក់កន្លែងលាក់កាមេរ៉ាអេក្រង់ហ្នឹងមកអ្នកគ្នាគ្រាន់តែចុចដាក់ក្រោមនេះមកគឺហើយជាការស្រេចហើយវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេបាយបាយជួបគ្នានៅវីដេអូក្រោយកុំភ្លេច Subscribe ផង